Some langទាំង3នៅកសិដ្ឋានរីករាយនៅពេលព្រះអាទិត្យចាប់ផ្ដើមរះអរុណដែលជាមន្តដ៏ឧស្សាហ៍តែងតែរងាវកត់កាត់ដើម្បីដាស់មិត្តភក្តិទាំងអស់ឲ្យក្រោកពីដេកគេតែងតែហោះឡើងទៅលើរបងឈើដើម្បីមើលទេសភាពពេលព្រឹកព្រលឹមនិងផ្ដល់សញ្ញាដល់អ្នករាល់គ្នាឲ្យចាប់ផ្ដើមថ្ងៃថ្មីរក្សាគឺជាឆ្កែដែលមកចត់និងមានទំនួលខុសត្រូវខ្ពស់រៀងរាល់ព្រឹកបន្ទាប់ពីភ្ញាក់ពីដេកគេតែងតែដើរល្បាតជុំវិញកសិដ្ឋានដើម្បីប្រាកដថាគ្មានសត្វសាហាវណាមករំខានដល់សមាជិកក្នុងកសិដ្ឋានឡើយគេដើរពិនិត្យគ្រប់ជ្រុកល្ហកដោយមិនចេះហត់នឿយចំណែកឯអរុណវិញគេមិនដែលបង្អង់ការងារឡើយគេដើរចិត្តប្រមូលគ្រាប់ស្រូវដែលជ្រុះនៅលើដីយ៉ាងយកចិត្តទុកដាក់ដើម្បីទុកធ្វើជាអាហារបម្រុងសម្រាប់មិត្តភក្តិទាំងអស់គេតែងតែសួរនាំសំណាងឲ្យមកជួយប៉ុន្តែសំណាងតែងតែបដិសេធជានិច្ចទោះបីជាមិត្តឯទាខំធ្វើការយ៉ាងណាក៏ដោយប៉ុន្តែសំណាងវិញមានចរិតខ្ជិលច្រអូសណាស់គេចូលចិត្តដេកលក់យ៉ាងស្កប់ស្កល់ក្រោមដើមឈើធំដែលមានម្លប់ត្រជាក់ពេញមួយថ្ងៃគេគិតថាការធ្វើការគឺជាការរំខានដល់ពេលវេលាសម្រាប់ដ៏មានតម្លៃរបស់គេស្រាប់តែនៅរសៀលមួយមេឃដែលធ្លាប់តែស្រឡះក៏ប្រែជាខ្មៅងងឹតពពកខ្មៅដុំបានគ្របដណ្ដប់ពេញផ្ទៃមេឃហើយខ្យល់កន្ត្រាក់ក៏ចាប់ផ្ដើមបក់មកយ៉ាងខ្លាំងសំណាងដែលកំពុងដេកលក់ក៏ត្រូវភ្ញាក់ឡើងដោយសារតែសំឡេងគល់លាន់ឮសូរក្រហមមិនយូរប៉ុន្មានភ្លៀងក៏ចាប់ផ្ដើមធ្លាក់យ៉ាងខ្លាំងដោយគេចាក់ទឹកភ្លៀងបានធ្វើឲ្យដីខ្សាច់ប្រែជាភក់ជ្រៅនិងរអិលខ្លាំងសំណាងព្យាយាមរត់ទៅរកជង្រុកដើម្បីជ្រោកភ្លៀងប៉ុន្តែដោយសារភាពភ័យស្លន់ស្លោគេក៏រអិលជើងធ្លាក់ចូលទៅក្នុងរន្ធទៅភក់ដ៏ធំមួយដោយសារតែភក់ជ្រៅពេកសំណាងមិនអាចដកជើងចេញរួចឡើយគេកាន់តែរើបំរាស់ជើងរបស់គេកាន់តែលិចចុះទៅក្រោមទៅសំណាងភ័យខ្លាំងណាស់គេបានស្រែកហៅមិត្តភក្តិឲ្យជួយដោយសំឡេងយ៉ាងខ្លាំងជួយផងរក្សាអរុណខ្ញុំជាប់ភក់ហើយរក្សាបានមកដល់មាត់រន្ធទៅភក់មុនគេឃើញសំណាងកំពុងមានគ្រោះថ្នាក់ក៏មានការបារម្ភយ៉ាងខ្លាំងរក្សាព្យាយាមឈោងជើងទៅជួយទាញសំណាងប៉ុន្តែភក់រអិលពេកធ្វើឲ្យគេស្ទើរតែធ្លាក់ចូលទៅជាមួយមិត្តភក្តិដែរភ្លាមនោះអរុណក៏បានហោះមកដល់ដែរមិត្តទាំងពីរបានពិភាក្សាគ្នាភ្លាមដើម្បីរកវិធីសង្គ្រោះរក្សាប្រាប់ថាគេនឹងនៅចាំលើកទឹកចិត្តនិងរក្សាទីតាំងនៅទីនេះចំណែកអរុណត្រូវប្រញាប់ទៅហៅម្ចាស់កសិដ្ឋានឲ្យមកជួយឲ្យបានឆាប់បំផុតអរុណបានហោះកាត់ភ្លៀងយ៉ាងលឿនទៅកាន់ផ្ទះរបស់ម្ចាស់កសិដ្ឋានគេរងាវយ៉ាងខ្លាំងនឹងចឹកទ្វារផ្ទះដើម្បីឲ្យម្ចាស់កសិដ្ឋានដឹងខ្លួននៅពេលម្ចាស់កសិដ្ឋានចេញមកអរុណបានហោះឆ្វែលនាំផ្លូវគាត់មករកកន្លែងដែលសំណាងកំពុងជាប់ភក់ម្ចាស់កសិដ្ឋានបានប្រើខ្សែពួរដ៏មាំមួយចងព័ទ្ធជុំវិញខ្លួនរបស់សំណាងរក្សាបានជួយខំខ្សែពួរទាញជាមួយម្ចាស់កសិដ្ឋានយ៉ាងអស់ពីកម្លាំងសំណាងក៏ខំប្រឹងរើបំរាស់ឡើងលើតាមការលើកទឹកចិត្តរបស់មិត្តភក្តិដោយមានការសហការគ្នាយ៉ាងស្អិតរមួតជាចុងក្រោយសំណាងក៏ត្រូវបានសង្គ្រោះចេញពីភក់បានដោយសុវត្ថិភាពសំណាងដេកដកដង្ហើមញាប់នៅលើស្មៅស្ងួតគេមានអារម្មណ៍រំភើបនិងដឹងគុណមិត្តភក្តិទាំងពីរដែលមិនបោះបង់គេចោលក្នុងគ្រាមានអាសន្នចាប់ពីថ្ងៃនោះមកសំណាងបានផ្លាស់ប្ដូរចរិតទាំងស្រុងគេលែងខ្ជិលច្រអូសទៀតហើយផ្ទុយទៅវិញគេតែងតែក្រោកពីព្រលឹមដើម្បីជួយអរុណប្រមូលគ្រាប់ធញ្ញជាតិនិងដើរពិនិត្យកសិដ្ឋានជាមួយរក្សាយ៉ាងសកម្មជារៀងរាល់ថ្ងៃម្ចាស់កសិដ្ឋានសប្បាយចិត្តណាស់ដែលឃើញសត្វទាំង3ស្រឡាញ់គ្នានិងជួយគ្នាទៅវិញទៅមករឿងនេះបានបង្រៀនមិត្តទាំង3ថាសាមគ្គីភាពនិងទឹកចិត្តមិត្តភាពដ៏បរិសុទ្ធគឺជាកម្លាំងដ៏អស្ចារ្យបំផុតដែលអាចជំនះរាល់ឧបសគ្គបានជានិច្ច